ស្វាគមន៍បងប្អូនមកកាន់ The Story Podcast Season ទី3 Episode ទី2ហើយថ្ងៃនេះគឺយើងមានរឿងដ៏គួរឲ្យភ័យខ្លាចមួយទៀតហើយនៅក្នុងសន្តាគារបាទហើយរឿងនេះយើងទទួលបានពីប្រិយមិត្តម្នាក់ដែលកំពុងតែស្នាក់នៅព្រមទាំងធ្វើការនៅឯប្រទេសចិនឯណោះបាទយើងមានប្រិយមិត្តធ្លាយដល់ប្រទេសចិនណាគាត់មានឈ្មោះថា Nora បានសរសេរសាច់រឿងនេះមកកាន់ប្រអប់សារ The Story Podcast ថ្ងៃនេះដែលមានដំណើររឿងដូចតទៅសួស្តីបងរតនាហើយនឹងក្រុមការងារខ្ញុំឈ្មោះ Nora ខ្ញុំចង់ចែករំលែកសាច់រឿងខ្មោចដ៏ភ័យរន្ធត់មួយដែលខ្ញុំជួបផ្ទាល់ខ្លួនតែម្ដងដល់ page របស់បងហើយខ្ញុំចង់ឲ្យបងយកវាទៅធ្វើជាវីដេអូចែករំលែកជូនដល់អ្នកស្ដាប់ដទៃទៀតដែលនិយមចូលចិត្តស្ដាប់ការនិទានដ៏ជក់ចិត្តរបស់បងដូចខ្ញុំដែរបងខ្ញុំនៅបច្ចុប្បន្ននេះកំពុងតែស្នាក់នៅនិងបម្រើការងារជាជាងភ្លើងនៅក្នុងប្រទេសចិនដោយសារតែខ្ញុំមានប្រពន្ធជាជនជាតិចិនទើបខ្ញុំបានផ្លាស់ទីលំនៅពីប្រទេសខ្មែរមករស់នៅជាមួយនឹងគ្រួសារខាងប្រពន្ធអស់រយៈពេលជាង15ឆ្នាំទៅហើយរឿងហេតុដែលខ្ញុំបានជួបខ្មោចនោះគឺកាលពី11ឆ្នាំមុននៅពេលដែលខ្ញុំទើបតែមករស់នៅប្រទេសចិនដំបូងនឹងឯងកាលនោះមានថ្ងៃមួយខ្ញុំត្រូវចុះទៅតាមខេត្តទៅតភ្លើងនៅឯខេត្តផ្សេងដែលឆ្ងាយពីក្រុមហ៊ុនដែលកំពុងធ្វើការប្រមាណជាង100គីឡូម៉ែត្រនៅពេលនោះក្រុមហ៊ុនតម្រូវឲ្យខ្ញុំបើកឡានចុះទៅតែម្នាក់ឯងតែប៉ុណ្ណោះព្រោះបុគ្គលិកឯទៀតសុទ្ធតែជាប់រវល់ការងារផ្សេងអស់ទៅហើយខ្ញុំចាំបានថាថ្ងៃនោះតម្រាំតែតភ្លើងឲ្យគេរួចគឺម៉ោងប្រហែលជា8យប់ទៅហើយដោយសារតែផ្លូវឆ្ងាយពីផ្ទះផងជាង100គីឡូម៉ែត្រហើយខ្ញុំក៏ធ្វើដំណើរតែម្នាក់ឯងទៀតនៅពេលនោះប្រពន្ធខ្ញុំបានខលទូរស័ព្ទមកខ្ញុំថាឲ្យខ្ញុំស្វែងរកសន្តាគារសមរម្យណាមួយសម្រាប់មួយយប់ទៅព្រោះការបើកឡានមកផ្ទះវិញទាំងយប់បែបនេះគឺមិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេនាងបារម្ភណាស់នៅពេលនោះខ្ញុំគ្មានកម្រងនៅសម្រាប់តាមផ្លូវទេព្រោះគិតថាតភ្លើងតែមួយផ្លែទៅរួចហើយប៉ុន្តែដោយសារទៅដល់ភ្លាមផែនការក៏ត្រូវបានផ្លាស់ប្ដូរខ្ញុំក៏ត្រូវធ្វើរហូតដល់យប់តែម្ដងពេលនោះខ្ញុំជំនះប្រពន្ធថាចង់បើកឡានត្រឡប់ទៅផ្ទះវិញទាំងយប់តែម្ដងតែនិយាយយ៉ាងណាក៏នាងមិនព្រមរហូតដល់យំទៀតផងទីបំផុតខ្ញុំក៏បានឆែកអ៊ីនធឺណិតនិងមើលម៉េតរកមើលសន្តាគារដែលនៅចិត្តនោះដើម្បីកុំឲ្យនាងបារម្ភបន្ទាប់មកខ្ញុំក៏បានរកឃើញសន្តាគារមួយដែលនៅជិតខ្ញុំជាងគេប្រមាណជា10គីឡូម៉ែត្រទៀតទៅដល់ហើយតម្លៃស្នាក់នៅវិញក៏ថោកទៅទៀតមួយយប់ត្រឹមតែ400យួនឬក៏ប្រហែលជាង$50សហរដ្ឋអាមេរិកតែប៉ុណ្ណោះហ្នឹងហើយ$1សហរដ្ឋអាមេរិកប្រហែលជា7-8យួនឃើញហើយខ្ញុំក៏បើកឡានទៅតាមទិសដៅដែលបានកំណត់រហូតតតែដល់សន្តាគារនោះមែនពេលចូលទៅដល់ភ្លាមខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបងអើយព្រោះនៅក្នុងបរិវេណនៃសន្តាគារគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនសឹងតែអាចនិយាយបានថាវាខុសប្លែកពីរូបភាពដែលគេបានដាក់នៅក្នុងអ៊ីនធឺណិតទាំងស្រុងតែម្ដងទន្ទឹមនឹងនេះខ្ញុំបានឃើញរថយន្តទំនើបចំនួន3គ្រឿងចតទុកនៅពីខាងមុខសន្តាគារហើយខ្ញុំក៏បានយកឡានចូលចតនៅក្បែរនោះដែររួចក៏ដើរចូលទៅ check in នៅកន្លែង counter ខ្ញុំបានឃើញនារី receptionist ម្នាក់ទឹកមុខស្រស់ស្រាយអាយុប្រមាណជា20ឆ្នាំនាងញញឹមដាក់ខ្ញុំហើយនឹងសួរខ្ញុំថាលោកមកម្នាក់ឯងមែនទេសូមអញ្ជើញបំពេញបែបបទស្នាក់នៅត្រង់នេះសិនចាស់គេក៏បានហុចក្រដាសបំពេញបែបបទឲ្យខ្ញុំរួចក៏ដើរចូលទៅខាងក្នុងបាត់បន្តិចក្រោយមកក៏មានបរិសុទ្ធវ័យចំណាស់ជាអ្នកបម្រើនៅក្នុងសន្តាគារម្នាក់ទៀតដើរមកជិតខ្ញុំហើយក៏និយាយថាសូមទោសផងដែលធ្វើឲ្យលោករងចាំយូរសូមលោកអញ្ជើញមកតាមខ្ញុំឆ្ងល់ដែរថានារីដែលឲ្យខ្ញុំបំពេញបែបបទនោះបាត់ទៅណាយូរម្លេះហេតុអ្វីសុកចេញបរិសុទ្ធម្នាក់ទៀតមកទៅវិញតែក៏មិនបានសួរនាំអ្វីច្រើនព្រោះគិតថាអាចជាការធ្វើបដិសណ្ឋារកិច្ចរបស់សន្តាគារដែលមានស្រាប់ខ្ញុំក៏ដើរទៅតាមអ៊ំចាស់ម្នាក់នោះបបពិសោធន៍ check in សន្តាគារបើសិនជាភាគច្រើនណាបើយើងចូលទៅស្អាតជាងរូបភាពដែលយើងឃើញនៅតាម Google ណាអាហ្នឹងសប្បាយចិត្តតែខ្លាចតែដាក់នៅក្នុងរូបផ្សេងទៅដល់សន្តាគារផ្សេងហ្មងបែកកលិញទីងហ្មងធ្លាប់ចូលទៅបែបអញ្ចឹងណាឃើញសន្តាគារឡើងស្អាតមកមើលទៅតំណងដល់ពេលចូលទៅម៉ែអើយអន់ជាងសន្តាគារដែលគេយក
បន្ទប់ជួលដែលគេយកមកយប់3-4រៀលទៀត កន្លែងខ្លះគួរឲ្យខ្លាចចឹងណា ហើយឲ្យតែទៅសន្តាគារអីដែលយើងមើលមុនគេហ្មងគឺបរិយាកាសរបស់សន្តាគារហើយនឹង receptionist តែរៀងប្លែកៗគឺដកខ្លួនថយហើយ ពេលខ្លះបងលុយហើយដកអត់ធួច បំពេញបែបបត់ចប់ហើយខ្ញុំក៏ដើរទៅតាមបុរសម្នាក់នោះចូលទៅក្នុងចិន្តាយន្តដើម្បីឡើងទៅកាន់បន្ទប់ស្នាក់បុរសម្នាក់នោះមានស្បែកសនិងខ្ពស់ស្រឡះតែទឹកមុខរបស់គាត់រៀងស្លេកស្លាំងបន្តិចនឹងធ្វើមុខមាំរហូតមិននិយាយស្ដីអ្វីតតែសោះឡើងមកដល់ជាន់ទី3គាត់បាននាំខ្ញុំទៅស្នាក់នៅបន្ទប់លេខ354ហើយគាត់បានបើកទ្វារឲ្យខ្ញុំចូលទៅខាងក្នុងតែម្ដងដើរចូលទៅដល់ខាងក្នុងបន្ទប់យឺតខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀតព្រោះឃើញបន្ទប់នោះស្អាតបែបប្រណិតនិងធំទូលាយណាស់អាចគេងបានគ្នារហូតដល់ទៅ5-10នាក់ឯណោះមិនចង្អៀតផងបងអើយមើលទៅវាដូចជាបន្ទប់គេងនៅក្នុងសន្តាគារលំដាប់ផ្កាយ5ឯណោះមិនសមថាមានតម្លៃប៉ុណ្្នឹងទេថមតាមកយក50អូវាកន្លែងវាស្អាតជាងតម្លៃហ្នឹងហើយស្អាតខ្លាំងពេកក្រោយមកលោកអ៊ំអ្នកបម្រើនោះក៏ហុចកូនសោបន្ទប់ឲ្យខ្ញុំហើយគាត់និយាយមួយថាសូមលោកសម្រាប់ដោយភាពរីករាយបាទហើយបើអាចសូមកុំធ្វើខុសបំរាមទាំង9ចំណុចរបស់សន្តាគារនេះជាដាច់ខាតគេមានបំរាមសន្តាគារគេឮហើយខ្ញុំងក់ក្បាលទទួលហើយបុរសម្នាក់នោះក៏បែរខ្នងដើរត្រឡប់ទៅវិញទៅតែគាត់ដើរមិនទាន់ផុតផងហ្នឹងស្រាប់តែងាកមុខមកសើចដាក់ខ្ញុំតែចម្លែកណាស់ការដែលសើចនោះដូចជាមើលទៅគួរឲ្យខ្លាចទៅវិញវាហាក់ដូចជាបង្កប់នៅភាពអាកំបាំងអ្វីម្យ៉ាងដែលខ្ញុំទាយមិនដឹងបន្ទាប់មកខ្ញុំក៏ទាញទ្វារបន្ទប់បិទទៅវិញថ្នមហើយប្រាស់ខ្លួនគេងលើពុកដ៏ស្រស់ស្អាតនិងទន់ល្មើយដូចសំឡីដូចខ្ញុំប្រាប់អញ្ចឹងអត់ដូចជាពុកនៅសន្តាគារតូចនោះទេបងគេងបានបន្តិចខ្ញុំក៏បានលើកទូរស័ព្ទមកមើលម៉ោង10យប់បាត់ទៅហើយមិនបងអងខ្ញុំក៏បើក Facebook និងធ្វើវីដេអូខលទៅរកប្រពន្ធរបស់ខ្ញុំដើម្បីប្រាប់ថាខ្ញុំរកសន្តាគារសម្រាប់បានហើយនិងថែមទាំងបានសន្តាគារស្រស់ស្អាតទៀតផងវាអត់សមនឹងតម្លៃទេនិយាយចោះនិយាយឡើងប្រហែលជា30នាទីខ្ញុំក៏បិទទូរស័ព្ទពីភរិយានិងចូលលេង Facebook បន្តទៀតមើលនេះមើលនោះដោយសារតែមិនទាន់ងងុយគេងនៅឡើយយប់នោះខ្ញុំចាំបានថាខ្ញុំអូស Facebook ចុះអូស Facebook ឡាតិចក្រឡេកមើលម៉ោងស្រាប់តែ12យប់ល្មមខ្ញុំក៏ប្រញាប់បិទទូរស័ព្ទភ្លាមភ្លេចប្រាប់ថាខ្ញុំមើលរឿងខ្មោចបងពិតជាភ័យរន្ធត់មែនប៉ុន្តែដោយសារតែខ្ញុំនៅប្រទេសចិនអញ្ចឹងអត់សូវភ័យដូចកាលពីខ្ញុំនៅខ្មែរនោះទេនៅខ្មែរបារមីក្រោយមកខ្ញុំក៏ងើបដើរតម្រង់ទៅបន្ទប់ទឹកបត់ជើងតូចនិងចង់ងូតទឹកផងខ្ញុំរៀបនឹងដើរទៅបន្ទប់ទឹកទៅហើយភ្នែកក៏ក្រឡេកទៅឃើញក្រដាសមួយសន្លឹកដែលគេដាក់នៅលើតុក្បែរទូរទស្សន៍ខ្ញុំក៏ចាប់យកក្រដាសមួយសន្លឹកនោះមកអានអក្សរនៅក្នុងក្រដាសនោះបានសរសេរជាភាសាចិនមើលទៅរៀងវែងបន្តិចដែរប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំក៏ត្រូវតែព្យាយាមអានព្រោះខ្ញុំនៅចាំពាក្យសម្ដីដែលបុគ្គលិកសន្តាគារប្រាប់ឲ្យខ្ញុំត្រូវតែធ្វើតាមប្រការរបស់គេនៅពេលដែលអានហើយខ្ញុំចាំគ្មានថ្ងៃភ្លេចនោះឡើយដោយនៅលើក្រដាសមួយនោះបានសរសេរថាបំរាមទាំង7ចំណុចសម្រាប់ការចូលស្នាក់នៅសន្តាគារនេះសូមលោកស្រីគោរពតាមសេចក្តីណែនាំរបស់សន្តាគារយើងដោយខាងក្រោមនេះបំរាមទី1ហាមយកសត្វចិញ្ចឹមគ្រប់ប្រភេទចូលទៅក្នុងបន្ទប់សម្រាប់ជាដាច់ខាតបំរាមទី2ហាមបន្លឺសំឡេងខ្លាំងៗដែលជាការរំខានទៅដល់អ្នកស្នាក់នៅបន្ទប់ជាប់គ្នាបំរាមទី3ហាមជក់បារីនិងប្រើប្រាស់គ្រឿងញៀនជាដាច់ខាតបំរាមទី4ហាមយកភេសជ្ជៈពីខាងក្រៅចូលមកញ៉ាំនៅក្នុងបន្ទប់សម្រាប់ជាដាច់ខាតព្រោះគ្រឿងភេសជ្ជៈគ្រប់មុខមាននៅក្នុងទូទឹកកកលោកអ្នកអាចយកមកពិសាបានតាមចិត្តបំរាមទី5ហាមនាំយកអាហារដែលមានជាប់ឈាមស្រស់មកបរិភោគនៅក្នុងបន្ទប់សម្រាប់នេះជាដាច់ខាតនេះដូចថ្លៃយ៉ាដល់វគ្គថ្លៃចឹងណា4ខាងលើដូចអត់អី4លើវាទូទៅបំរាមទូទៅតែដល់ពេលចូលបំរាមនេះយ៉ាហាមយកអាហារជាប់ឈាមស្រស់មួយពីណាទៅយកអាហារជាប់ឈាមស្រស់ពួកឡាពួកអីអូស្តេកទៀតឈាមស្រស់បំរាមទី6សូមលោកអ្នកដាក់លុយចំនួន$5នៅខាងក្រោមគ្រែមុនពេលដែលលោកអ្នកចូលសម្រាកជានិច្ចដើម្បីជាការថ្វាយថ្លៃគ្រែ
នឹងសូមមេត្តាថ្វាយបង្គំក្បាលដំណេកជានិច្ចមុនពេលលោកអ្នកចូលគេង អ្នកមើល podcast ណា podcast ឥឡូវហ្នឹងចាំបានហុកមីមគេផុសអត់លក់ក្រែឡៃឡងតម្លៃ$5ហើយសិតតែយន់ សម័យថាបើហ្នឹងគឺជារូបភាពយើងវិញណាគេងអត់យប់ហ្នឹង គេងមិនរៀបគេងសិតឲ្យថ្វាយឲ្យអីចឹងដូចសាហាវពេក តែយើងរើវ៉ាលីចេញពីងើតបាននេះណាព្រោះអីបើសិនជាទៅផ្ទះ100គីឡូហើយនេះយប់ម៉ោង12ឯងដែលគាត់ទៅតែបានអានកដាស់ហ្នឹងមានតែបដូរសន្តាគារហើយមិនដឹងដូរបានអត់ទៀតបំរាមទី7សូមមេត្តាកុំបើកទូរទស្សន៍ចោលនៅពេលដែលគ្មានមនុស្សនៅមើលជាពិសេសនៅពេលរំលងអត្រាតនិងសូមកុំងូតទឹកនៅក្រៅម៉ោង12យប់ជាដាច់ខាតដូចជាត្រឹមតារាដល់អាបុយប្រការចុងក្រោយនេះ បើហាមបើកទូរទស្សន៍របៀបថាយើងអត់មើលសំចៃភ្លើងមិនថាណាហាមបើកក្រោយម៉ោង12 អានចប់បំរាមទាំង7ខាងលើនេះមកខ្ញុំឆ្ងល់ចម្លែកចិត្តមែនទែនព្រោះមើលទៅវាពិតជាប្លែកខ្លាំងខុសពីសន្តាគារដទៃដែលខ្ញុំធ្លាប់ស្នាក់នៅកន្លងមកបងអើយតែខ្ញុំមិនដែលជឿរឿងខ្មោចព្រាយអ្វីដែរចូលចិត្តស្ដាប់ប៉ុន្តែមិនដែលខ្លាចព្រោះមិនដែលឃើញហើយតាំងពីមកដល់ប្រទេសចិននេះទៅហើយប្រហែលជាគ្មានរឿងខ្មោចគ្មានរឿងអីដែលគួរឲ្យខ្លាចដូចនៅប្រទេសខ្មែរយើងទេមិនចាប់អារម្មណ៍ច្រើនខ្ញុំក៏យកតេឡេមកចុចបើកទូរទស្សន៍គេហាមហ្នឹងស្វែងរកពតដែលមានបទចម្រៀងដើម្បីជាការបើកស្ដាប់កំដរអារម្មណ៍ពេលងូតទឹកបន្ទាប់មកខ្ញុំក៏ដើរចូលទៅងូតទឹកបន្តទៀតបើកទ្វារបន្ទប់ទឹកមកក្រាកខ្ញុំមានធំក្លិនចម្លែកមួយផឹបហោះមកប៉ះច្រមុះខ្ញុំក្លិននោះដូចជាឆ្អាបបន្តិចក្លិនធូបបន្តិចហើយនឹងស្អុយបន្តិចលាយឡំគ្នាតែវាក៏រសាត់បាត់ទៅវិញភ្លាមដែរអូនេះបើនៅក្នុងរឿងខ្មោចវិញដូចគេនៅក្បែរគាត់ឬក៏ដើរកាត់គាត់មក ត្រូវគេថាពេលខ្មោចមកចិត្តអីចឹងលើធំក្លិនអាធូបនឹងហ្មងជាពិសេស មិនបងអង្គយូខ្ញុំក៏ប្រញាប់ដើរចូលទៅបាត់ជើងតូចហើយពេលរួចរាល់ខ្ញុំក៏ដើរទៅកន្លែងឡាបូដើម្បីលាងដៃតែភ្លាមនោះស្រាប់តែខ្ញុំប្រទះឃើញក្រដាស់បំរាមមួយសន្លឹកទៀតដែលបិទនៅជាប់នឹងជញ្ជាំងកញ្ចក់ច្រមុះនេះកន្លែងហ្នឹងមិនឆ្ងល់ដែរព្រោះអីបុគ្គលិកសន្តាគារប្រាប់ថាហាមល្មើសបំរាមទាំង9តែមិញគាត់អានមានតែ7ទេ 7លេខខុសពី ខ្ញុំប្រញាប់អោនមុខចូលទៅអានយ៉ាងយកចិត្តទុកដាក់ដោយនៅក្នុងនោះបានសរសេរដូចនេះថាប្រការគួរប្រតិបត្តិតាមប្រសិនបើលោកអ្នកចង់ងូតទឹកក្រោយម៉ោង12យប់ step by step សាហាវ ជាដំបូងយើងខ្ញុំសូមដាស់តឿនលោកអ្នកថាលោកអ្នកមិនគួរងូតទឹកក្រោយម៉ោង12យប់ឡើយប៉ុន្តែប្រសិនបើលោកអ្នកពិតជាតម្រូវការចាំបាច់ដាច់ខាតត្រូវតែងូតទឹកហ្មងណាខាងសន្តាគារយើងខ្ញុំសូមឲ្យលោកអ្នកគោរពតាមប្រការទាំង9ដូចខាងក្រោមនេះឲ្យបានខ្ជាប់ខ្ជួនអូសង្ស័យដែរបុគ្គលិកនឹងនិយាយអានេះមិននិយាយអាប្រការ7នោះទេ ចឹងមានន័យថាមានបំរាម7ប្រការបំរាមអានេះបំរាមទូទៅហើយមាន9ប្រការបំរាមរឿងងូតទឹកក្រោយម៉ោង12 ព្រោះទាំងនេះគឺដើម្បីតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកតែប៉ុណ្ណោះប្រការទី1សូមមេត្តាបើកទឹកឲ្យពេញអាងងូតទឹកជានិច្ចបើទោះបីជាលោកអ្នកមិនត្រូវការចូលទៅត្រាំខ្លួននៅក្នុងនោះក៏ដោយប្រការទី2សូមជម្រាបលោកអ្នកជាមុនថាសីតុណ្ហភាពទឹកពេលខ្លះក្តៅពេលខ្លះត្រជាក់គឺអាចបណ្ដាលមកពីម៉ាស៊ីនខូចម្ដងម្កាលដូច្នេះសូមលោកអ្នកទទួលជ្រាបជាដំណឹងទុកជាមុនប្រការ3សូមកុំព្យាយាមសម្លឹងទៅកញ្ចក់ឆ្លុំមុខជាដាច់ខាតជាពិសេសនៅពេលដែលលោកអ្នកកំពុងតែងូតទឹកព្រោះលោកអ្នកអាចនឹងស្រមើស្រមៃមើលឃើញរូបភាពប្លែកៗដែលមិនមែនជាខ្លួនរបស់លោកអ្នក ចឹងនិយាយថាជាមនុស្សជាធម្មតាដែលនៅមួយទឹកសុកទៅមើលកញ្ចក់អី ទី1ទី2ងូតទឹកក្តៅហ៎ព្រោះខែល្ងាចឹងវាអាចស្អាតអីចឹងណាអត់ទេតែអាចយល់អាពេលមួយទឹកមើលកញ្ចក់អីចឹងយើងធ្លាប់កក់សក់ហើយយើងមិនស្លឹងមើលកញ្ចក់ អូ my god វ៉ូពងស្អាតផងកញ្ចក់ពងស្អាតផងស្រាប់ឆ្លោះទៅមិនឃើញម្នាក់ឃើញ2នាក់ទៅគាត់តែនេះបំរាមនេះដូចប្រាប់ទុកមុននេះហ្នឹងមែន យើងអត់ដឹងថាជាការ set up ទុកឬក៏មិនយើងអត់ដឹងតែបើសិនជាគេនាំមកបែបហ្នឹងហើយប្រាប់ដល់ថ្នាក់ហ្នឹងថាហាមល្មើសអញ្ចឹងបានន័យថាបំរាមហ្នឹងដូចគឺ set up មកមុនដូចប្រាប់មុនហ្នឹងហើយរបៀបថាមិនមែនថាប្រយ័ត្នចេញនេះប្រយ័ត្នចេញនោះគឺប្រាប់ថានឹងចេញហ្មងណារបៀបអញ្ចឹងប្រការទី4ពេលខ្លះប្រសិនបើលោកអ្នកមានអារម្មណ៍ថាមានអ្វីនៅក្នុងសក់ឬក៏នៅពីលើក្បាលពេលដែលកំពុងតែកក់សក់សូមលោកកុំផិតភ័យហើយសូមមេត្តាកុំងើយមើលទៅលើជាដាច់ខាត Oh my god គាត់ទៅសម័យគឺចេញជួយចេញមកចង់និយាយថាបំរាមទាំងអស់នេះបើសិនជាអានត្រឹមតែចំណុចទី4ហ្នឹងលែងហ៊ានមុជទឹកហ្មងហើយមុជទឹកគាត់ហ៊ានកក់សក់ដែរ តែដូចគាត់និយាយចឹង
ពេលខ្លះជួបផ្ទាល់អត់បានគិតរឿងហ្នឹងហើយដូចយើងអញ្ចឹងយើងខ្លាចដោយសារយើងកំពុងតែអានរឿងខ្មោចតែមនុស្សជួបស្ថានភាពពិតវាទៅជារឿងកំ pl ែងពេលខ្លះប្រការទី5ប្រសិនបើពេលងូតទឹកលោកអ្នកបានធ្វើឲ្យសាប៊ូចូលភ្នែកប្រញាប់លាងទឹកចេញឲ្យបានលឿនជាទីបំផុតតាមតែអាចធ្វើទៅបានបើមានរឿងអ្វីកើតឡើងយើងមិនទទួលខុសត្រូវនោះទេប្រការទី6ប្រសិនបើពេលងូតទឹកសុកស្រាប់តែលោកអ្នកបានឃើញសរសៃសក់វែងដែលមិនមែនជាសរសៃសក់របស់លោកអ្នកធ្លាក់ចុះមកលើឥដ្ឋសូមមេត្តាកុំមានភាពតក់ស្លុតឲ្យសោះសូមប្រញាប់ដួសទឹកជះសរសៃសក់នោះទៅឲ្យអស់កាន់តែលឿនកាន់តែល្អប្រការទី7ប្រសិនបើពេលកំពុងងូតទឹកសុកលោកអ្នកស្រាប់តែឃើញសភាពរបស់ទឹកប្រែទៅជាពណ៌ក្រហមដូចឈាមសូមលោកអ្នកតាំងស្មារតីឲ្យនឹងហើយបិទភ្នែកឲ្យជិតនិងបន្តការងូតទឹកជាធម្មតាទៅធ្វើបែបធម្មតាយូរទៅពណ៌ទឹកនោះនឹងរលាយបាត់ទៅវិញម្ដងបន្តិចប្រការទី8ហាមលោកអ្នកចូលទៅត្រាំខ្លួននៅក្នុងអាងងូតទឹកនោះយូរជ្រុលពេកឬក៏យល់ល្អចាប់ពីពេលពាក់កណ្ដាលអាធ្រាត្រទៅលោកអ្នកមិនគួរចូលទៅត្រាំខ្លួននៅក្នុងអាងទឹកនោះជាដាច់ខាតបើកទឹកឲ្យតែពេញទៅបើមិនដូច្នោះទេលោកអ្នកអាចនឹងឃើញទឹកនោះប្រែពណ៌ទៅជាក្រហមដូចជាឈាមស្រស់ឬក៏អាចមានឃើញអ្វីដែលលេចចេញពីអាងទឹកនោះជាយថាហេតុក្នុងករណីអាក្រក់ណាមួយគេអាចនឹងធ្វើឲ្យលោកអ្នកនឹងយកខ្លួនជ្រមុជទៅក្នុងអាងទឹកនោះដោយមិនមានស្មារតីប្រុងប្រយ័ត្នទៀតផងប្រការទី9នៅពេលដែលលោកអ្នកងូតទឹករួចរាល់ពេលចេញពីបន្ទប់ទឹករាល់ដងសូមមេត្តាត្រួតពិនិត្យម្ដងហើយម្ដងទៀតឲ្យបានសព្វគ្រប់ជ្រុងជ្រោយដើម្បីប្រាកដក្នុងចិត្តថាលោកអ្នកមិនបានភ្លេចរបស់របរផ្ទាល់ខ្លួនណាមួយនៅក្នុងបន្ទប់នោះជាដាច់ខាតអានេះដូចអត់អីទូទៅទេថាកុំឲ្យភ្លេចកុំឲ្យដើរចូលមកយកវិញមានអារម្មណ៍ចឹងបានអត់ទេ9ប្រការនេះនិយាយមែនណាបើជាសាច់រឿងវិញគ្រាន់9ប្រការហ្នឹងចេញ9រឿងខ្មោចយកហ្មងជាចុងក្រោយខាងសន្តាគារយើងសូមដាស់តឿនលោកអ្នកសាជាថ្មីម្ដងទៀតថាលោកអ្នកមិនគួรงូតទឹកក្រោយម៉ោង12យប់ទេបើអាចធ្វើបានព្រោះលោកអ្នកអាចនឹងជួបរឿងរ៉ាវណាមួយនៅក្នុងចំណោមរឿងខាងលើដែលបានរៀបរាប់ហើយពួកយើងមិនទទួលខុសត្រូវនោះទេពេលអានចប់បងអើយខ្ញុំព្រឺឆ្អឹងខ្នងខ្ញាក់បណ្ដាលលួចសើចកំ pl ែងបណ្ដាយ៉ាងម៉េចទេព្រោះពេលនោះខ្ញុំមិនបានគិតថាវាគឺជារឿងខ្មោចអ្វីដែរហើយម្យ៉ាងទៀតបំរាមស្អីនៅក្នុងបន្ទប់ទឹកយ៉ាងនេះគួរឲ្យអស់សំណើចមែនតែនតែខ្ញុំក៏មិនទាន់ដឹងដែរថានោះគឺជាការពិតឬគ្រាន់តែជាការលេងសើចសម្រាប់ភ្ញៀវដែលមកស្នាក់នៅសន្តាគារនេះតែប៉ុណ្ណោះគិតបណ្ដាលខ្លាចបណ្ដាលសើចបណ្ដាលខ្ញុំក៏ប្រញាប់ងូតទឹកបែបធម្មតាបើកទឹកផ្កាឈូកនឹងតាំងចិត្តថាអូខេខ្ញុំមិនងូតទឹកយូរទេងូតឲ្យតែហើយទៅនឹងអាចចេញមកខាងក្រៅព្រោះអីអារម្មណ៍រៀងនៅវល់ជាមួយនឹងអាពាកបំរាមទាំងអស់នឹងដែរបន្ទាប់ពីដកខោអាវចេញអស់ទៅខ្ញុំក៏បានចុចបើកទឹកក្តៅងូតព្រោះនៅប្រទេសចិនត្រជាក់ខ្លាំងណាស់ងូតដំបូងទឹកក្តៅនោះចេញមកធម្មតាទេស្រាប់តែយូរទៅទឹកក្តៅនោះក៏ប្រែទៅជាត្រជាក់ទៅហើយខ្ញុំក៏នឹកឃើញទៅដល់ប្រការដែលគេសរសេរនោះថាម៉ាស៊ីនងូតទឹកក្តៅនេះអាចនឹងខូចម្ដងម្កាលដែរគិតដូច្នេះហើយខ្ញុំក៏ចេះតែបន្តងូតទឹកត្រជាក់នោះទៅជារឿយតែងូតយូរទៅទឹកនោះក៏កាន់តែត្រជាក់ទៅដូចមានទឹកកកនៅក្នុងនឹងអញ្ចឹងធ្វើឲ្យខ្ញុំប្រញាប់ចុចបិទទឹកនោះវិញជាបន្ទាន់ព្រោះរងាខ្លាំងណាស់ទ្រាំមិនបានទេក្រោយមកខ្ញុំក៏នឹកឃើញថាយកសាប៊ូដែលគេដាក់នៅក្បែរនោះបំរុងយកមកកក់សក់បន្តិចគ្រាន់តែចុចសាប៊ូដាក់នៅលើបាតដៃរួចប្រុងយកទៅកក់សក់លើក្បាលទៅហើយហ្នឹងណាសុកខ្ញុំមានអារម្មណ៍ថាហាក់បីដូចជាមានដៃមួយគូថែមទាំងមានក្រចកវែងជាងក្រចកខ្ញុំទៅទៀតកំពុងតែញីសរសៃសក់ខ្ញុំដូចជាគេកក់សក់នៅសាឡនអញ្ចឹងខ្ញុំព្រឺក្បាលខ្ញាក់ក្បាលរីកចង់ប៉ុនចង្អេភ័យខ្លាចញ័រអស់ទាំងខ្លួនប្រាណភ្លាមនោះខ្ញុំក៏ស្ទុះទៅទាញកន្សែងពោះគោដែលព្យួរនៅគៀនទ្វារមកស្លៀកហើយនឹងបើកទ្វារបន្ទប់ទឹករត់ចេញមកខាងក្រៅយ៉ាងលឿនស្លេវរត់ចេញបានបន្តិចខ្ញុំក៏បានឈប់នៅខាងមុខកញ្ចក់តុគ្រឿងសម្អាងដែលដាក់នៅក្បែរទូរទស្សន៍ក្នុងបន្ទប់ហើយភ្នែករបស់ខ្ញុំក៏បានឃើញមនុស្សស្រីម្នាក់មុខឡើងស្លេកស្លាំងកំពុងតែជិះនៅពីលើកខ្ញុំតាមកញ្ចក់អូកក់សក់ free ហើយតោងក free ទេនេះគេស្លៀកពាក់ជាឈុតសិស្សសាលាខ្លួនប្រឡាក់សុទ្ធតែឈាមហើយឈាមហូរចេញតាមភ្នែកទៀតផងកំពុងតែសម្លក់មុខខ្ញុំភ្នែកឡើងលៀនខ្លែព្រមទាំងអោនមុខយឺតមកចិត្តមុខខ្ញុំហើយដូចជាខ្សឹបនិយាយអ្វីម្យ៉ាងមកកាន់ខ្ញុំហេតុអ្វីមិនបើកទឹកឲ្យអញផងហាខ្ញុំភ្ញាក់កន្ត្រាក់ដួលផ្ងាក្រោយអុកពុជញាច់ស្រែកមួយទំហឹងថាខ្មោចឡងជួយផងភ្លាមនោះស្រាប់តែនៅសុកភ្លើងដាច់ប៉ប់ងងឹតឆឹងពេញបន្ទប់
nơi xa tại phượng tu tu đại nhóm bao trầm riêng chào môn châu bẩn tục tật tài bản nọ nơi phư phấp phlet bọn ơi nhóm sai ở mai chui tại mà đong rút hiệp đại nhóm khơi nơi không tu tu nú mình chỉ bao trầm riêng tê tê vía cứ chỉ rút hiệp bọc bọc lắc bầm ra càng nghĩa nơi không sần tha kia mình nè nụ đại quát chỉ nè chun nhóm mà bẩn tụng chăng á môn đầm bốn quát cho bài không thể tai nghiệm mọc dứt sắp tái cỏ lệ mà tam tụt tú mơ một nhóm tròn tay mà đong hay một quát bọc bánh tự đói nam cầm bật vẽ chỉ tràn cầm bật hai phần lát sọc tài chiêm đại kế sắp tài lướt chồng oi một nhóm hai sầm lọc nhóm prom tiếng vậy tha anh ta phải hai men thế tha còn ói bao tụt tú chào mấy cỏ hành các ba đằng mấy này giấy chóp á các ba đã bọc bọc lợn đút chắc đam pre chú sách rồi lúi tránh mà đong bình tĩnh thôi nhóm phay khlang men tên nhóm căn tại phay nho chương tư smart ở đây vùng vây vùng vón ao hơi lô ơi nhóm cóប្រញាប់ស្ទុងងើបចេញបំរុងនឹងរត់ចេញទៅខាងក្រៅបន្ទប់មានអីភ្លាមនោះជើងខ្ញុំហាក់ដូចជាកំរើកមិនបានហាក់បីដូចជាមាននរណាគេម្នាក់ចាក់ជើងខ្ញុំជាប់ខ្ញុំក៏ក្រឡេកងាកទៅខាងក្រោយភ្លាមពេលនោះក៏បានឃើញតាចាស់ម្នាក់ទៀតនៅពីខាងក្រោមក្រែនឹងលូនចេញមកចាក់ជើងខ្ញុំភ្នែកគាត់សំណក់មកខ្ញុំឡើងក្រហមឆ្អិនឆ្អៅរូបរាងគាត់មើលទៅស្គមស្គាំងជ្រាវជ្រួញមុខរលេះរលួយឡើងដង្កូវចោះហើយមានតែមួយកំណាត់ខ្លួនតែប៉ុណ្ណោះភឺដល់ក្បាលដៃគាត់ចាប់ជើងខ្ញុំទាំងពីរជាប់ហើយនិយាយមកកាន់ខ្ញុំថាហែងចង់ទៅណាចាយថ្លៃក្រែឲ្យអញសិនខ្ញុំស្រែកអស់មួយទំហឹងឲ្យគេជួយនឹងព្យាយាមទាញដៃតាចាស់នោះចេញពីជើងខ្ញុំមានអារម្មណ៍ថាខ្ញុំបែកញើសជោគពេញខ្លួនតែម្ដងពេលវេលានោះខ្ញុំហាក់ដូចជាមិនមែនជាខ្លួនឯងសោះហាក់បីដូចជាស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេអញ្ចឹងខ្ញុំគិតថាយប់នោះគឺខ្ញុំមិនរស់ទេដៃគេស្អិតជាងជាប់កៅទៅទៀតបងអើយសំលេងសើចគួរឲ្យខ្លាចខោខើចេញពីទូរទស្សន៍ផងចេញពីបន្ទប់ទឹកផងគឺថាកងរំពងពេញបន្ទប់នោះតែម្ដងហើយបុគ្គលិកសន្តាគារប្រុសម្នាក់នោះអមជាមួយនឹងសម្លេងសួរថាហេតុអ្វីបានជាមិនបិទទឹករីឯសម្លេងខ្មោចស្រីនោះបែរជាទៅនិយាយថាហេតុអ្វីបានជាមិនបើកទឹកគឺចេញមកដំណើរគ្នាលន់ព្រមគ្នាពេញត្រចៀកខ្ញុំតែម្ដងធ្វើឲ្យខ្ញុំយកដៃខ្ទប់ត្រចៀកជាប់នឹងគិតតែបិទភ្នែកស្រែកថាជួយផងខ្ញុំខ្លាចហើយបន្ទាប់មករូបភាពនោះក៏រលាយបាត់ពីមុខខ្ញុំទៅជំនួសមកវិញដោយសម្លេងដាស់របស់មនុស្សស្រីម្នាក់នឹងមានដៃមួយគូកំពុងតែចាប់ខ្លួនប្រាណខ្ញុំលោកដឹងខ្លួនឡើងខ្ញុំបោកភ្នែកឡើងមកបន្តិចម្ដងឃើញថាពេលនោះព្រឹកទៅហើយពេលនោះខ្ញុំបានឃើញនារីពីរនាក់កំពុងតែអង្គុយនៅក្បែរខ្លួនខ្ញុំនៅលើគ្រែក្នុងបន្ទប់ស្នាក់នៅមួយផ្សេងទៀតនារីពីរនាក់នោះម្នាក់គឺជានារី receptionist នៅកន្លែង counter ខាងក្រោមដែលខ្ញុំបានជួបនាងកាលពីដំបូងនិងនារីម្នាក់ទៀតអាយុខ្ទង់ប្រហែល40ឆ្នាំស្លៀកពាក់ជានារីមេកានៅក្នុងសន្តាគារដឹងខ្លួនភ្លាមខ្ញុំស្រឡាំងកាំងហើយក៏សួរថាហើយអ្វីបានជាខ្ញុំមកគេងនៅលើក្រែនេះបានហើយនេះមិនមែនជាបន្ទប់គេងខ្ញុំណាទាំងដែលខ្ញុំនៅចាំបានថាអំបញ្ញមិញនេះខ្ញុំត្រូវខ្មោចលងជុំចិត្តនៅក្នុងបន្ទប់មួយនោះទេតើឃើញមុខខ្ញុំស្រីស្លាំងនឹងដូចជានៅផិតភ័យនៅឡើយនារីជាមេការសន្តាគារក៏សួរខ្ញុំថាតើលោកត្រូវរបួសត្រង់ណាដែរអត់ខ្ញុំបានឃើញលោកដួលសន្លប់នៅខាងមុខបន្ទប់លេខ354ហើយលោកបានជួបប្រទះហេតុការណ៍អ្វីខ្លះលឺគាត់សួរដូច្នេះហើយខ្ញុំក៏និយាយពីដំណើរដើមតងដែលខ្ញុំបានជួបខ្មោចទាំងអស់ប្រាប់គាត់ក្រោយពីស្ដាប់ចប់គាត់ក៏បានប្រាប់ខ្ញុំវិញថាខ្ញុំមិនមែនជាមនុស្សទី1ទេដែលត្រូវបានគេនាំឡើងទៅខាងលើជាន់ទី3នេះចំណែកឯនារី receptionist នោះវិញក៏បានប្រាប់ខ្ញុំថាដោយសារតែនៅពេលយប់នោះនាងរវល់ចូលទៅយកកូនសៅបន្ទប់នៅខាងក្នុងតែមួយផ្លែតសោះចេញមកវិញស្រាប់តែបាត់ខ្ញុំតែម្ដងអូ I know yes that's why គឺពេលដែលនារីនឹងចូលទៅស្រាប់តែមានតាចាស់ហ្នឹងមកហៅគាត់ទៅតាមពិតមែនបុគ្គលិកធ្វើការអីទេខ្មោចយកត្មងហ្នឹងហើយនាងស្មានតែខ្ញុំហ្នឹងគឺលេងចង់ជួបន្ទប់ហ្នឹងហើយគឺត្រកទៅវិញហីរហូតតតែពេលនារីមេការដើរត្រួតពិនិត្យបន្ទប់ទាំងអស់រួមទាំងជាន់ទី3ផងទើបបានឃើញខ្ញុំហ្នឹងដួលសន្លប់នៅខាងមុខបន្ទប់នោះទៅអូខ្មោចនាំឡើងទៅជាន់ទី3ហ្នឹងគួរបញ្ជាក់ផងដែរថាបន្ទប់ទាំងអស់ហើយនឹងជាន់ទាំងអស់បើកទាំងអស់នៅក្នុងសន្តាគារហ្នឹងលើកលែងតែជាន់ទី3ព្រោះថាបន្ទប់ទាំងអស់នៅជាន់ទី3ចាក់សោជាប់ជានិច្ចតែជារឿយវាក៏ត្រូវបើកសោវិញដោយខ្លួនឯងជានិច្ចដូចគ្នាដូច្នេះហើយបានជារៀងរាល់ថ្ងៃក្រោយម៉ោង12យប់នារីមេការតែងតែឡើងទៅដើរមើលបន្ទប់ជាន់ទី3នោះម្ដងទៀតដើម្បីឲ្យច្បាស់ថាតើមានភ្ញៀវត្រូវគេសណ្ដំវិញ្ញាណអីចឹងនាំមកបន្ទប់ជាន់ទី3នេះដែរឬទេដូចជាករណីរបស់ខ្ញុំជាដើមបងអើយ
cần long mô có thọp miên nhiều chỉ cho nè đại ban chụp rướng chầm lạiទាំងអស់នេះរហូតដល់មានភ្ញៀវខ្លះថៃខ្លាចរហូតដល់ឈួតក៏មានដែរខាងសន្តាគារបានបិទជាន់ទី3នេះទាំងអស់ហើយមិនដែលបើកបម្រើសេវាកម្មជូនភ្ញៀវអស់ជាច្រើនឆ្នាំមកហើយព្រោះកាលពី10ឆ្នាំមុនមានរឿងរ៉ាវឃាតកម្មដល់ព្រៃផ្សៃមួយបានកើតឡើងនៅក្នុងជាន់នេះដោយយុគនោះគឺមានតាចាស់ម្នាក់បាននាំចៅស្រីរបស់គាត់នឹងមកស្នាក់នៅបន្ទប់ជាន់ទី3ហ្នឹងដើម្បីប្រឡងចូលរៀនឆ្នាំសិក្សាថ្មីតែបើតាមគេនិយាយតគ្នាថានៅយប់នោះក្មេងស្រីម្នាក់នោះហាក់ដូចជាមិនសូវសប្បាយចិត្តនឹងរឿងអ្វីមួយយ៉ាងមកពីខាងក្រៅយំផងស្រែកផងរួចក៏រត់ឡើងទៅបន្ទប់មុនបាត់ទៅហើយឃើញតាចាស់នោះក៏ព្យាយាមដើរតាមពីខាងក្រោយទៅមួយនៅយប់នោះគេឃើញសម្លេងតាចៅហ្នឹងគឺឆ្លោះគ្នាយ៉ាងខ្លាំងឆ្លោះគ្នារហូតដល់ផុតម៉ោង1យប់ឯណោះហើយនៅលេខបន្ទប់354នឹងតែម្ដងនៅយប់នោះគេបានឮសូរសំឡេងក្មេងស្រីនោះស្រែកផងយំផងឆ្លោះគ្នាផងរហូតដល់ម៉ោង1ព្រឹកទើបសំឡេងនោះហាក់ស្ងប់ស្ងាត់បាត់ទៅលុះដល់ព្រឹកស្អែកឡើងទើបគេដឹងថាចៅស្រីនោះបានសម្លាប់ខ្លួនដោយច្មុចនៅក្នុងបាសាំងនោះតែហើយសាកសពលោកតារបស់នាងហ្នឹងគឺត្រូវបានគេរកឃើញដាច់ពាក់កណ្ដាលខ្លួននៅក្រោមគ្រែ What happened នៅពេលដែលគេស៊ើបមកទើបគេដឹងថានារីដែលជាចៅហ្នឹងបានសម្លាប់ជីតារបស់ខ្លួនដោយដាច់ពាក់កណ្ដាលខ្លួនយល់ដឹងថាឧបករណ៍អីទេសរសេរមកប៉ុណ្ណឹងហើយគាត់ក៏សម្លាប់ដោយការជាមួយចូលទៅក្នុងអាទឹកខ្លួនឯងក្រោយពីនោះមកសន្តាគារព្យាយាមលាងព័ត៌មានទាំងអស់ហ្នឹងហើយក៏បើកទទួលជាធម្មតាព្រោះពេលហ្នឹងអត់ទាន់មានការលងបន្លាយទេក្រោយមកទៀតក៏ស្រាប់តែមាននាយទាហានម្នាក់ដែលទៅស្នាក់នៅក្នុងបន្ទប់ហ្នឹងស្រាប់តែទៅចងកនៅក្នុងបន្ទប់ហ្នឹងដូចគ្នាអូអានាយទាហានដែលហៅគាត់ឡើងមកសន្តាគារហ្នឹងហ្នឹងហើយក៏គេមិនដឹងថាហេតុអ្វីបានជានាយទាហាននោះចងកដូចគ្នាចងកនៅបន្ទប់នៅក្នុងបន្ទប់ដែរអូចឹងមានន័យថាពីដំបូងមកគេអត់ទាន់បិទបន្ទប់ហ្នឹងឯងគេបើកដំណើរការសិនព្រោះអត់ទាន់ឃើញកិច្ចកម្មអីចេញសមត្ថភាព Yes ហ្នឹងតែដល់ពេលនេះដូចរបៀបជើងកបណាហើយតំណងយកតាហ៊ានហ្នឹងមកនៅជាមួយផងអញ្ចឹងរបៀបដល់ពេលគ្រាន់តែលើកទី2ហ្នឹងប៉បគេចាប់ផ្ដើមដឹងថាស្លាប់2ដងហើយអញ្ចឹងគេចាប់ផ្ដើមបិទជាន់នឹងចោលមកចាប់តាំងពីបិទមកគឺនៅតែមានមនុស្សឡើងពេកគេនៅក្នុងបន្ទប់ហ្នឹងជារឿយគេបិទហើយនៅបើកវិញបានអញ្ចឹងណាចុះធ្វើមិនបានឥឡូវបើយើងជាម្ចាស់សន្តាគារយើងធ្វើមិនពេលខ្លះអាកន្លែងសន្តាគារយើងហ្នឹងវាត្រូវទីតាំងទេទៅបិទទៅវាស្ដាយខាត់ដើមខាត់ចុងហើយជាន់ផ្សេងគឺណែនទាំងអស់អញ្ចឹងទៅអត់តែជាន់ហ្នឹងអញ្ចឹងទៅហើយយើងធ្វើមិនចាប់តាំងពីរឿងឃាតកម្មទាំងពីរបានកើតឡើងខាងសន្តាគារក៏បិទទ្វារជាន់នោះចោលទាំងអស់តែម្ដងព្រោះតែមិនចង់ឲ្យមានភ្ញៀវណាបានជួបនឹងហេតុការណ៍ខ្មោចលងឬក៏សម្រាប់ខ្លួនបន្តទៀតប៉ុន្តែនៅតែមានអ្នកជួបប្រទះជាបន្តបន្ទាប់បើទោះបីជាខាងសន្តាគារបានធ្វើពិធីបណ្ដេញវិញ្ញាណខ្មោចតាមសាសនាចិនអញ្ចឹងណាអស់ជាច្រើនលើកជាច្រើនសារហើយក៏ដោយជាចុងក្រោយខាងសន្តាគារក៏មិនបានចេញថ្លៃសងជំងឺចិត្តខ្ញុំនិងស្នើសុំឲ្យខ្ញុំនឹងមិនឲ្យនិយាយរឿងនេះប្រាប់ទៅអ្នកខាងក្រៅទៀតផងព្រោះអាចប៉ះពាល់ដល់គេឈ្មោះសន្តាគារគេនិងការរកស៊ីរបស់គេរាប់សិបឆ្នាំអញ្ចឹងណាពេលនោះខ្ញុំក៏បានយល់ព្រមព្រោះថាយើងមកគេងតែមួយយប់អញ្ចឹងក៏ប្រញាប់ទៅវិញទៅហើយក៏ព្យាយាមយកសម្ភារបំពាក់ដែលបុគ្គលិកសន្តាគារបានយកមកឲ្យខ្ញុំពីបន្ទប់354នោះមកស្លៀកពាក់ឲ្យបានត្រឹមត្រូវហើយក៏បើកឡានចេញពីសន្តាគារដល់គួរឲ្យខ្លាចនោះយ៉ាងលឿនត្រឡប់ទៅដល់ផ្ទះវិញខ្ញុំបាននិយាយរឿងរន្ធត់ដែលខ្ញុំត្រូវបានពួកវិញ្ញាណកាយសាហាវទាំងអស់នោះលងបន្លាចប្រាប់ដល់ប្រពន្ធខ្ញុំនិងក្រុមគ្រួសារពួកគេម្នាក់បារម្ភពីខ្ញុំណាស់ហើយថ្ងៃបន្ទាប់ពួកគាត់ក៏នាំខ្ញុំទៅកាន់វិហារចិននៅក្បែរផ្ទះដើម្បីសុំយ័ន្តស័ក្តិសិទ្ធិមកការពារខ្លួនហើយចាប់តាំងពីថ្ងៃនោះមកខ្ញុំចងចាំឈ្មោះសន្តាគារនោះមិនភ្លេចទេហើយនៅតែចងចាំហេតុការណ៍ខ្មោចចិនលងនៅពេលនោះដូចគ្នាគ្មានថ្ងៃណាដែលក្នុងមួយជីវិតខ្ញុំបំភ្លេចបានឡើយហើយខ្ញុំសូមផ្ដាំទៅដល់អ្នកដែលកំពុងតែរស់នៅក្រៅប្រទេសដូចខ្ញុំថាសូមកុំប្រមាថឲ្យសោះនៅលើโลกយើងនេះនៅកន្លែងណាក៏មានខ្មោចដែរមិនមែនមានតែនៅប្រទេសខ្មែរនោះទេដូច្នេះពេលធ្វើដំណើរទៅណាមកណាតែម្នាក់ឯងសូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ខ្ញុំគិតថាខ្ញុំនៅមានសំណាងឬក៏រិស័យខ្ញុំនៅមានអញ្ចឹងណាទើបអាចគ្រប់គ្រងសតិស្មារតីបានបើមិនដូច្នោះទេខ្ញុំប្រហែលខ្លាចទៅជាមនុស្សឈួតបាត់ទៅហើយស្មាននេះព្រោះខ្មោចលងថ្ងៃនោះកាចខ្លាំងណាស់សូម្បីតែមកដល់ឥឡូវខ្ញុំនៅចងចាំរូបភាពយ៉ាងច្បាស់ក្រឡែតតែម្ដងអរគុណបងរតនានិងបងដតីទៀតដែលបានលើករឿងខ្ញុំមកអាននៅថ្ងៃនេះខ្ញុំរងចាំការអានសម្រាប់សាច់រឿងរបស់បងនៅអេពីសូតបន្ទាប់សង្ឃឹមថាខ្ញុំនឹងបានស្ដាប់រឿងនេះឆាប់ផងនៅក្នុង Channel YouTube របស់បងប៉ែតអរគុណបងស្ដាប់ទៅបន្លាចខ្លួនឯងវិញមែនពេលខ្លះគាត់សរសេរមកពេលយើងអានយករឿងគាត់មកនិយាយក៏សប្បាយចិត្តតែនិយាយមែនណាមិញអាបំរាមទាំង9នៅក្នុងបន្ទប់ទឹកហ្នឹងណាអាចយកថតរឿងបានហើយចេញ9ស៊ីនមែនតើ
4 sen á sen គ្រាន់តែអា sen ក្នុងបន្ទប់ទឹកសុកគេទាញជើងចុះទៅបាត់អីហ្នឹងគ្រាន់តែប៉ុណ្្នឹងមកក៏ចេញ sen ហ្នឹងដែរ ហើយនេះគឺគាត់អត់បានកាច់កង់ឲ្យច្រើនណាគាត់ជួបមិនគាត់និយាយចឹងហ្មងរឿងនេះអូខេហ្នឹងហើយអ្នកទាំងអស់គ្នាស្ដាប់គ្រាន់តែជាការកំសាន្តទៅបានហើយកុំ take it serious អ្នកទាំងអស់គ្នាគឺការកំសាន្តខ្ញុំប្រាប់ហើយប្រាប់ទៀតបាទហើយ finally បាទ expert AHA DHA គឺជាទីបចុងក្រោយប្រចាំឆ្នាំ2024ទីបចុងក្រោយហើយក៏ចុងឆ្នាំដែរគេហៅថាលែងមានតទៀតហើយព្រោះអីអូនបានប្រែក្រឡាទៅជារូបរាងថ្មីពឹមចំណុចថ្មីរូបមន្តល្អជាងមុនបន្ថែមនៅប្រការប្រឆាំងនឹងការរលាកហើយនឹង smoothie ស្បែកយើងឲ្យកាន់តែរលោងមាន AHA BHA ខ្លាំងដូចដើម និយាយរួមចំពោះ form យើងថ្មីនេះយើង upgrade បរិមាណច្រើនជាងមុន 50% វ៉ាវ អានេះការពីមុន100ក្រាមឥឡូវនេះ150 នេះគឺ150ក្រាម ហើយតែពិសេសពីលើនេះទៀតគឺយើងបន្ថែមរូបមន្តជាច្រើនឲ្យវា gentle ទៅលើស្បែកកាន់តែខ្លាំងប៉ុន្តែជំរុះកោសិការបស់យើងនឹងលាងស្អាតបានកាន់តែល្អហើយលើពីហ្នឹងអ្នកនរគ្នាដឹងហើយថាពួក T3O ហើយពួក BHA ពួកអីហ្នឹងសិតតែជាសារធាតុពិសេសក្នុងការប្រឆាំងការឡើងមុនជួយជំរុះកោសិកាចាស់កុំឲ្យមុខយើងសល់កាកសំណល់អីច្រើនហើយអ្នកនរគ្នាពេលដែលលាងទៅអ្នកនរគ្នានឹងធំខឹង T3O ហ្នឹងច្រើនមែនតើនៅក្នុង formative ហ្នឹង បាទព្រោះថាសារធាតុ T3 នេះគឺជួយច្រើនមែនទែនក្នុងការព្យាបាលមុនហើយជាពិសេសនៅពេលដែលយើង add ចូលជាមួយនឹង AHA BHA ទៀតវាគឺជា combination combo ដែលធ្វើឲ្យការព្យាបាលមុនកាន់តែលឿនកាន់តែល្អហើយឆាប់ជាសះចឹងណាហើយម្យ៉ាងវិញទៀតនេះគឺជារូបមន្តដែលផលិតចេញពីរោងចក្រកូរ៉េ Korean FDA approval អ្នកទាំងអស់គ្នាគឺជាផលិតផលចេញមកពីប្រទេសកូរ៉េហ្មងហើយចំណុះច្រើនណា150ក្រាមតែនៅក្នុងតម្លៃដកដែរសាហាវខ្លាំងមែនតើហ្មងអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់បានសាកល្បងប្រើ form របស់យើងអូនចាស់នេះទេលែងមានឱកាសប្រើហើយនេះគឺជា form ចុងក្រោយដែលនៅក្នុងដៃខ្ញុំគឺអស់ពី stock គ្រប់សាខាហ្មងហើយជំនួសដោយអូនថ្មីវិញអញ្ចឹង សូមផ្ញើខ្លួនផ្ញើប្រាណ សូមផ្ញើខ្លួនផ្ញើប្រាណផងហើយអូននឹងចេញលេង campaign ជាច្រើនមែនតើនៅក្នុងឆ្នាំ2025 ហើយលោកគ្រូគេសួររហូតថាហេតុអីបានលោកគ្រូធ្វើ form ធំៗហ្នឹង ស្ដាយលុយចង់ឲ្យអ្នកប្រើរបស់យើងគឺទទួលបានផលហើយអស់លុយតិចនិយាយរួមគឺគេហៅអីគេ budget friendly មែនតើជាមួយនឹងផលស្បែករបស់យើងគឺមុននឹងយើងធ្វើអីមួយទីមួយគឺគុណភាពដាច់ខាតថា ingredient ដែលយើងរៀនសូត្រពីសាលាពេទ្យមកនោះគឺដាក់ចូលទៅក្នុងនឹងឲ្យអស់តែទី2គឺដាច់ខាតត្រូវតែមានតម្លៃ affordableទទួលយកបានអញ្ចឹងបើទោះបីជានេះគឺជាផលិតផលរបស់ខ្មែរយើងផលិតមែនប៉ុន្តែគុណភាពស្តង់ដារ Korean FDA approval ហើយចេញមកពីចំណេះដឹងដែលពួកយើងរៀនពីសាលាពេទ្យពីផ្នែក skin care ពីការទទួលភ្ញៀវផ្នែកស្បែកនឹងមកជាង10ឆ្នាំដាក់ចូលទៅក្នុងមួយទីបនេះអញ្ចឹងបងប្អូនអាចទុកចិត្តបានអរគុណច្រើននៅក្នុងការតាមដាន The Story Podcast លើកនេះហើយជួបគ្នានៅអេពីសូតក្រោយៗ